សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Start ដើម្បីទទួលបានចំណេះដឹងថ្មីថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏ពិសេសមួយដែលអាចផ្លាស់ប្ដូរគំនិតនិងជីវិតរបស់អ្នកបានប្រធានបទនោះគឺ How to visualize your success របៀបសម័យអនាគតជោគជ័យមុនពេលជោគជ័យណាមួយកាត់ឡើងនៅក្នុងជីវិតពិតវាមានដើមកំណើតនៅក្នុងចិត្តមុនគេ Everything is created twice first in the mind then in reality អ្វីគ្រប់យ៉ាងតែងតែចាប់ផ្ដើមពីគំនិតសិនមុនពេលវាក្លាយជាការពិតឥឡូវយើងមកយល់ដឹងទាក់ទងជាមួយនឹង the power of visualization អំណាចនៃការស្រមៃអ្នកស្គាល់អ្នកហាត់កីឡាឬអ្នកជោគជ័យជាច្រើនទេពួកគេមិនត្រឹមតែហាត់ប្រាណឬធ្វើការខំប្រឹងទេពួកគេស្រមៃឃើញអ្វីដែលពួកគេចង់សម្រេចបាន Michael Phelps used visualization before every race. He imagined every stroke, every turn, every breath until it felt real. Michael Phelps ប្រើការស្រមៃមុនពេលប្រកួតគ្រប់លើកក៏ស្រមៃឃើញគ្រប់ដំណាក់កាលទាំងអស់រហូតដល់វាមានអារម្មណ៍ថាដូចជាការពិតអញ្ចឹងហើយនេះជាអ្វីដែលយើងអាចរៀនបានពីពួកគេការស្រមៃអនាគតជោគជ័យជួយឲ្យចិត្តយើងដឹងថាតើត្រូវទៅណាហើយជួយឲ្យសកម្មភាពយើងស្របជាមួយគោលបំណងនោះផងដែរមានពាក្យមួយគេនិយាយថា Visualization helps your brain believe your dream is already happening ការស្រមៃឲ្យខ្លួនឯងជោគជ័យហ្នឹងធ្វើឲ្យខួរក្បាលរបស់អ្នកជឿថាអនាគតនោះកំពុងតែកើតឡើង So how to visualize clearly មានមនុស្សជាច្រើននិយាយថាខ្ញុំស្រមៃបានតែវាមិនមានអ្វីកើតឡើងទេហើយហេតុអ្វីព្រោះពួកគេមិនស្រមៃឲ្យច្បាស់និងជឿលើវាបើយើងនិយាយឲ្យសាមញ្ញទៅយើងមានចំណុចមួយចំនួនដែលធ្វើឲ្យយើងនឹង visualize clearly ទីមួយនោះគឺយើងចាប់ផ្ដើមដោយគោលដៅច្បាស់លាស់ know what you want សរសេរចុះថាអ្នកចង់សម្រេចអ្វីក្នុងឆ្នាំនេះឬក្នុង5ឆ្នាំខាងមុខទី2នោះគឺស្រមៃឃើញវាជារូបភាពច្បាស់ក្នុងចិត្ត Imagine how your life looks, feels, sounds when you reach that success. ស្រមៃឃើញអារម្មណ៍នោះដូចជាមានវាហើយទី3គឺប្រើអារម្មណ៍ចឹងគេឲ្យយើងប្រើ emotion. The stronger the emotion, the more real it becomes in your subconscious mind. អារម្មណ៍ជាធម៌ពលសំខាន់បំផុតដែលធ្វើឲ្យគំនិតរបស់យើងក្លាយជាការពិតទី4នោះគឺសរសេរនិងមើលវាជារៀងរាល់ថ្ងៃ Vision board, notebooks or affirmations work like mental training tools កុំស្រមៃតែម្ដងហើយបោះបង់ចោលត្រូវធ្វើវាជារៀងរាល់ថ្ងៃឥឡូវនេះយើងនឹងមកសិក្សាស្វែងយល់តាមបែបវិទ្យាសាស្ត្រម្ដង The science behind visualization វិទ្យាសាស្ត្រក្រោយការស្រមៃអ្នកអាចសួរខ្លួនឯងថាតើការស្រមៃហ្នឹងអាចធ្វើឲ្យយើងជោគជ័យពិតមែនឬមានការសិក្សាជាច្រើនបង្ហាញថាខួរក្បាលមិនអាចខុសគ្នារវាងអ្វីដែលអ្នកស្រមៃនិងអ្វីដែលអ្នកធ្វើពិតបានទេ You know when athletes visualize practicing their brains activate the same areas as when they physically train ពេលកីឡាករស្រមៃថាហាត់ប្រាណខួរក្បាលពួកគេដំណើរការដូចពេលពួកគេហាត់ប្រាណពិតអញ្ចឹងនេះមានន័យថាការស្រមៃគឺជាការហាត់ខួរក្បាលមួយប្រភេទការធ្វើវាម្ដងហើយម្ដងទៀតនឹងធ្វើឲ្យខួរក្បាលអ្នកស្គាល់នៅផ្លូវទៅរកជោគជ័យឥឡូវនេះយើងមកយល់ដឹងទាំងអស់គ្នាទាក់ទងជាមួយនឹងបំលែងការស្រមៃទៅជាការប្រព្រឹត្តគឺយើង turning visualization into action ការស្រមៃគ្មានអត្ថន័យប្រសិនបើអ្នកមិនធ្វើវាទេ
Chẳng là những cái trong mình tha visualization without action smile nắng dream only dream both action smile nắng success mình là sụp bắn both sự cảm một hiệp smile nắng chục chạy đôi khi phần to pi dương sự mày rụi hói dương trâu sự xây phản cả phơi chia đầm nạ ca tối tội cứ dương chập đau phơi pi ở vậy tối để ai phơi bàn ngày này định miền tiệm mối kinh người thá tiny steps build massive results អ្នកស្រមៃអនាគតរបស់អ្នកជារៀងរាល់ថ្ងៃហើយធ្វើតាមជំហានតូចៗឆ្ពោះទៅរកវានោះជោគជ័យនឹងក្លាយជាការពិតមិនខានសូមចងចាំថា everything begins in your imagination ចឹងពាក្យមួយឃ្លានេះគឺមានអត្ថន័យមែនទែនសម្រាប់យើងអូខេចឹងអនាគតរបស់អ្នកចាប់ផ្ដើមពីរូបភាពក្នុងចិត្តអ្នកត្រូវសម័យឲ្យឃើញពីជោគជ័យរបស់អ្នកជឿថាអាចធ្វើបានហើយចាប់ផ្ដើមធ្វើវាតែម្ដងជាចុងក្រោយខ្ញុំមានពាក្យមួយឃ្លាសម្រាប់អ្នកទាំងអស់គ្នាផងដែរ visualize it believe it do it live it ស្រមៃវាជឿវាធ្វើវាហើយរស់នៅជាមួយវា